ថ្ងៃខ្ញុំរស់ស៊ីតលូក្តាមនៅតំបន់ព្រៃសហគមន៍ហ្នឹងសម្រាប់ចិញ្ចឹមគ្រួសាររបស់ខ្ញុំព្រៃនេះជាឆ្នាំងបាយរបស់ខ្ញុំបើក្រៅពីមុខរបរហ្នឹងខ្ញុំអត់ចេះខ្ញុំចេះតែលូក្តាមអញ្ចឹងទៅនៅក្នុងព្រៃសហគមន៍សម្បូរដល់ក្តាមខ្យងត្រីសត្វគ្រប់ប្រភេទបាទសត្វអីក៏មានត្រីអីក៏មានក្តាមអីក៏មានក្តាមបង្គាបាទនៅក្នុងសមុទ្រសម្បូរអញ្ចឹងថ្ងៃខ្ញុំលូកក្តាមរាល់ថ្ងៃហ្នឹងមួយថ្ងៃហ្នឹង2គីឡូយកទៅកូនខ្ញុំទៅរៀនបាទហើយដោះស្រាយជីវភាពក្នុងគ្រួសារដូចជាយកទៅចងដៃបុនការគេហ្នឹងហើយទិញរបស់ដែលប្រើប្រាស់ក្នុងគ្រួសារខ្ញុំដីព្រៃលិចទឹកដែលមានផ្ទៃក្រឡា72ហិកតាភ្ជាប់ជាមួយតំបន់នេសាទចំនួនជាង500ហិកតាស្ថិតក្នុងសហគមន៍នេសាទកំពង់សាមគ្គីលាតសន្ធឹងនៅក្នុងភូមិកំពង់ថ្នោតនិងភូមិកំពង់នងឃុំកូនស័ន្ទស្រុកទឹកឈូខេត្តកំពតសហគមន៍មានឈ្មោះថាសហគមន៍នេសាទកំពង់សាមគ្គីត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2006និងមានប្រជាពលរដ្ឋរស់នៅចំនួន760គ្រួសារប្រជាពលរដ្ឋទាំងនេះរស់នៅដោយពឹងផ្អែកទាំងស្រុងលើមុខរបរធ្វើស្រែចម្ការអាជីវកម្មនិងជាពិសេសលើមុខរបរនេសាទនៅក្នុងសមុទ្រក៏ដូចជានៅក្នុងព្រៃលិចទឹកនិងព្រៃកោងកាងរបស់សហគមន៍ធនធានធម្មជាតិមានដូចជាត្រីក្តាមបង្គាមឹកនិងអុសជាដើមនេះពិតជាប្រភពធនធានធម្មជាតិមួយដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសាររស់នៅក្នុងសហគមន៍នេសាទកំពង់សាមគ្គីប្រជាពលរដ្ឋទាំងនេះនៅបានចាត់ទុកព្រៃលិចទឹកនិងព្រៃកោងកាងនៅក្នុងសហគមន៍ទំហំ72ហិកតានេះជាឆ្នាំងបាយរបស់ពួកគាត់មិនត្រឹមតែប៉ុណ្ណោះព្រៃសហគមន៍ក៏បង្ហាញពីអត្តសញ្ញាណនិងវប្បធម៌ប្រពៃណីរបស់សហគមន៍តំបន់ឆ្នេរផងដែរនៅខែមេសាឆ្នាំ2008ប្រជាជនភូមិកំពង់ថ្នោតនិងភូមិកំពង់នងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញសេចក្តីជូនដំណឹងឬហៅកាត់ថាសជនពីទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីប្រគល់ដីព្រៃសហគមន៍ឲ្យទៅមនុស្សមួយក្រុមតូចដោយមានក្តីបារម្ភចំពោះជីវភាពនិងចំពោះអនាគតព្រៃសហគមន៍ប្រជាពលរដ្ឋបាននាំគ្នាធ្វើការតស៊ូមតិជាមួយអាជ្ញាធរដែនដីតាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិចង់សួរលោកអ៊ំមេឃុំថាមុននឹងលោកអ៊ំផ្ទេសិទ្ធនឹងផ្ទេដីព្រៃសមុទ្រឲ្យទៅអ្នកដទៃហ្នឹងប្រជាពលរដ្ឋយើងសប្តាហ៍ថ្ងៃរស់នៅតែស្នេហ៍សមុទ្រទាំងអស់គ្នាសង្គមលើព្រៃសមុទ្របានតិចបានច្រើនគៀខ្យងក្តាមបីក្នុងព្រៃសមុទ្រទាំងអស់បាទបើសិនតែគាត់ផ្ទេឲ្យគេអ្នកដទៃថ្ងៃក្រោយទៅខ្ញុំមិនអាចណាដើរក្បែរព្រៃសមុទ្រក៏ដើរមិនបានដែរគេអ្នកកាន់កាប់ទៅហើយនោះទោះបីខ្ញុំចង់ទៅរកក្តាមក៏ចូលមិនបានខ្ញុំចង់ទៅដល់គៀក៏ចុះមិនបានខ្ញុំកំកាត់ឈើ4 5ដើមធ្វើត្រង់មកឬត្រង់ទ្រាក៏កាប់មិនបានដូច្នេះហើយសូមអ៊ំជួយដោះស្រាយខ្ញុំផងខ្ញុំមិនអាចណាផ្ទេដីឲ្យបានទេសូមជាបរិវត្តយើងទាំងអស់គ្នាស្រុះស្រួលគ្នាទៀមទាដីយើងបានពេញទាំងអស់គ្នាផងព្រោះសប្តាហ៍ថ្ងៃនេះខ្ញុំគ្មានដីស្រែគ្មានអ្វីធ្វើទេរកស៊ីតែសមុទ្រសុទ្ធមិនថាក្នុងទឹកឬក្នុងព្រៃតែស្នេហ៍សមុទ្រសុទ្ធតែម្ដងទិញអង្គហូបមានស្រែធ្វើទេបាទខ្ញុំសប្តាហ៍ថ្ងៃនេះដោយមានការទៀមទាច្បាស់លាស់និងខ្លាំងក្លាអាជ្ញាធរស្រុកយល់ព្រមឆ្លើយតបតាមការទៀមទារបស់ប្រជាពលរដ្ឋនៅវេលាព្រឹកថ្ងៃទី21ខែមិថុនាឆ្នាំ2008ប្រជាពលរដ្ឋទាំង760គ្រួសារបានមកជួបជុំគ្នានៅក្នុងបរិវេណវត្តកំពង់នងដើម្បីស្ដាប់សេចក្តីជូនដំណឹងលេខ230របស់សាលាខេត្តកំពតជូនដល់សាលាស្រុកកំពតលើកម្មវត្ថុករណីដីទំហំ72ហិកតាស្ថិតនៅក្នុងឃុំកូនស័ន្ទស្រុកកំពតខេត្តកំពតសេចក្តីជូនដំណឹងនេះត្រូវបានអានដោយលោកខុយសៀនអភិបាលស្រុកកំពតខ្ញុំសូមជម្រាបលោកជ្រាបថាដីចំនួន72ហិកតាស្ថិតនៅភូមិកំពង់ថ្នោតនិងភូមិកំពង់នងឃុំកូនស័ន្ទស្រុកកំពតខេត្តកំពតសូមលោកប្រកាសបកលជូនប្រជាពលរដ្ឋប្រើប្រាស់ទុកជាប្រយោជន៍រួមក្នុងសហគមន៍អាស្រ័យហេតុនេះសូមលោកអភិបាលស្រុកមេត្តាជ្រាបនិងចាត់ចែងអនុវត្តតាមការគូសូមលោកអភិបាលស្រុកទទួលនៅការរាប់អានអំពីខ្ញុំអភិបាលខេត្តផាច់ខូន
សន្យាអញ្ចឹងក៏ខ្ញុំនៅបារម្ភដែរព្រោះអីអត់តានបានផោះតាងឲ្យខ្ញុំបើសិនណាមានផោះតាងឲ្យខ្ញុំកាន់គឺខ្ញុំអត់ព្រួយបារម្ភអីទេហើយបើសិនអត់បានដូចសពថ្ងៃហ្នឹងគឺខ្ញុំនៅព្រួយបារម្ភភ័យព្រោះអីកូនចៅខ្ញុំច្រើនណាស់សិតតែអ្នករស់ស៊ីលូកក្តាមលូងាវភក់ងាវអីនៅហ្នឹងបើមិនយកមកគឺខ្ញុំទៅដល់ហ៊ុនសែនហ្មងទៅដើរក៏ទៅអត់លុយក៏ទៅដែរទៅដល់ដាច់ហ៊ុនសែនហ្មងចង់ដឹងមើលអាម៉េចបានតែយកឆ្នាំងបាយខ្ញុំទៅឲ្យជីឲ្យខ្ញុំបានចៃដាំរាល់ថ្ងៃហ្នឹងខ្ញុំពឹងឆ្នាំងប៉ុណ្ណឹងចុះឥឡូវបើយកឆ្នាំងខ្ញុំរកបានអង្គបានហូបមកបានឆ្នាំងណាដាំហ្នឹងឆ្នាំងបាយខ្ញុំហ្នឹងគ្រូដឹងហីការតស៊ូរបស់សហគមន៍ដើម្បីឲ្យមានការលុបសរចំណជាផ្លូវការពីទីស្តីការគណៈរដ្ឋមន្ត្រីនៅតែបន្តយ៉ាងស្វិតស្វាញស្របពេលជាមួយគ្នានេះប្រជាពលរដ្ឋភូមិកំពង់ថ្នោតនិងភូមិកំពង់នងពុំបាននៅស្ងៀមទេពួកគាត់បានរួបរวมគ្នាយ៉ាងសកម្មបន្តរៀបចំផែនការមេថែរក្សានិងអភិរក្សធនធានធម្មជាតិដែលមាននៅក្នុងសហគមន៍របស់ពួកគាត់តាមរយៈការដាំព្រៃកោងកាងឡើងវិញការហាមឃាត់ការនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ការអប់រំប្រជាជនអំពីសារៈសំខាន់នៃជីវៈចម្រុះនៅក្នុងព្រៃសហគមន៍ការបង្កើតធនាគារក្តាមការបង្កើតបន្ថែមជនមង្គលសម្រាប់សហគមន៍និងការបង្កើតធនធានមនុស្សសម្រាប់ចំនួនខ្នាតតូចលក្ខនឹងលក្ខកិច្ចខិតខំប្រឹងប្រែងនេះគឺជាសក្តានុពលយ៉ាងសំខាន់សម្រាប់ធានានៅសន្តិសុខស្បៀងរបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់នេះដែលស្របទៅតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី11ខែមិថុនាឆ្នាំ2008ដីព្រៃសហគមន៍ទំហំ72ហិកតាត្រូវបានប្រគល់ជូនប្រជាជនភូមិកំពង់ថ្នោតនិងភូមិកំពង់នងវិញប្រជាពលរដ្ឋទាំងអស់មានចិត្តត្រេកអរឥតឧបមាចំពោះការដែលទទួលបានដីព្រៃរបស់ពួកគេមកគ្រប់គ្រងជាថ្មីវិញភាពសប្បាយរីករាយនេះបានស្ដែងឡើងតាមរយៈការរៀបចំពិធីប្រគល់ដីជាផ្លូវការក្រោមការចូលរួមយ៉ាងអធិកអធមពីសំណាក់អាជ្ញាធរដែលពាក់ព័ន្ធនៅក្នុងមូលដ្ឋាននិងពីប្រជាពលរដ្ឋភូមិទាំងពីរនេះបញ្ជាក់យ៉ាងពិតប្រាកដណាស់ពីភាពជោគជ័យមួយរបស់សហគមន៍ភូមិកំពង់ថ្នោតនិងភូមិកំពង់នងភាពជោគជ័យនេះនឹងមិនមានឡើយប្រសិនគ្មានការចូលរួមនិងសាមគ្គីភាពរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋនិងសហការពីសំណាក់អាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ក្រោយពេលទទួលបានសិទ្ធិកាន់កាប់ដីព្រៃសហគមន៍ស្របច្បាប់និងពេញលេញហើយភាពភ័យខ្លាចនិងអនាគតស្រពិចស្រពិលលែងមានចំពោះប្រជាពលរដ្ឋភូមិទាំងពីរនេះទៀតហើយពួកគាត់កំពុងអនុវត្តសកម្មភាពផែនការអភិវឌ្ឍនិងអភិរក្សព្រៃសហគមន៍របស់ខ្លួនជាបណ្ដាយ៉ាងសកម្មដោយដាំព្រៃកោងកាងឡើងវិញដើម្បីជាប្រយោជន៍នៃលំនឹងបរិស្ថានជាជំរកនិងជាប្រភពបង្កកំណើតដល់ពពួកមច្ឆាជាតិនិងក្តាមកូនកោងកាងរបស់ពួកគាត់កំពុងដុះលូតលាស់យ៉ាងល្អក្រោមការថែរក្សានិងយកចិត្តទុកដាក់ពីសំណាក់សហគមន៍នៅវេលាព្រឹកព្រលឹមស្រាងនៅក្នុងឃុំកូនស័ត្វស្រុកទឹកឈូខេត្តកំពតពេលវេលាថ្មនេះប្រជាពលរដ្ឋជាអាជីវករនិងជាអតិថិជនភាគច្រើនជាស្ត្រីកំពុងមានសកម្មភាពយ៉ាងមមាញឹកនៅក្នុងទីផ្សារក្នុងភូមិមួយពួកគេលក់និងទិញទំនិញជាផលិតផលកសិកម្មនិងជាពិសេសផលិតផលនេសាទដែលពួកគាត់រកបាននៅក្នុងសហគមន៍សហគមន៍នេសាទកំពង់សាមគ្គីគឺជាតំបន់គោលដៅដ៏សំខាន់មួយរបស់អង្គការ Action Aid និងអង្គការជាដៃគូរបស់ខ្លួនមជ្ឈមណ្ឌលអភិវឌ្ឍកុមារនិងស្ត្រីនៅកម្ពុជាអង្គការ Action Aid និងមជ្ឈមណ្ឌលអភិវឌ្ឍកុមារនិងស្ត្រីនៅកម្ពុជាបានចូលរួមដោះស្រាយបញ្ហានានាដែលបានកើតមានឡើងនៅក្នុងសហគមន៍និងបានគាំទ្រប្រជាសហគមន៍ក្នុងការស្នើសុំនិងទាមទារដីតំបន់សហគមន៍នេសាទអង្គការទាំងនេះបានពង្រឹងសមត្ថភាពប្រជាសហគមន៍ទាំងអស់ទាក់ទងនឹងសិទ្ធិដីធ្លីច្បាប់នេសាទ
និងច្បាប់គ្រប់គ្រងធនធានធម្មជាតិនិងបានធ្វើការពង្រឹងអំណាចប្រជាសហគមន៍ក្នុងការពួតដៃគ្នាជាធ្លុងមួយដើម្បីធ្វើការទាមទារដីតំបន់សហគមន៍នេសាទរបស់ពួកគាត់អង្គការ Action Aid និងមជ្ឈមណ្ឌលអភិវឌ្ឍកុមារនិងស្ត្រីនៅកម្ពុជាក៏បានលើកស្ទួយសិទ្ធិស្ត្រីនៅក្នុងគ្រប់សកម្មភាពក្នុងសហគមន៍នេសាទកំពង់សាមគ្គីផងដែរការលើកស្ទួយសិទ្ធិស្ត្រីនៅក្នុងការចូលរួមក្នុងគ្រប់សកម្មភាពនៅក្នុងសហគមន៍កំពង់សាមគ្គីគឺជាកិច្ចការដ៏ចម្បងមួយដែលគ្រប់អាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនិងបណ្ដាអង្គការជាដៃគូអភិវឌ្ឍនៅក្នុងសហគមន៍បាននឹងកំពុងអនុវត្តយ៉ាងផុសផុសដើម្បីជំរុញឲ្យមានការចូលរួមរបស់ស្ត្រីទាំងនេះកាលពីអតីតកាលមិនបានយល់ឡើយអំពីសិទ្ធិនិងសារៈសំខាន់នៃការចូលរួមរបស់ពួកគាត់នៅក្នុងសកម្មភាពសហគមន៍ឡើយរយៈពេលកន្លងមកដែលបញ្ហារបស់ស្ត្រីយើងពីមុនគាត់អត់ដឹងស្គាល់ដឹងថាពីសិទ្ធិស្ត្រីគឺអ្វីទេហើយការចូលរួមរបស់គាត់ក៏ពុំសូវស្រាក់ស្រាំដល់គាត់ពុំសូវយល់ចំពោះការរស់នៅរបស់គាត់ព្រោះថាគាត់គ្មានសិទ្ធិថាសិទ្ធិតវ៉ាឬសិទ្ធិប្តឹងផ្ដាល់មានបញ្ហាឆ្លោះប្រកែកក៏អត់មានសិទ្ធិប្តឹងផ្ដាល់ទេណាព្រោះថានៅក្រោមគំនាបរបស់គេទាំងអស់ស្ថិតនៅក្រោមគំនាបរបស់គេសម្រាប់ពេលនេះតទៅថ្ងៃអនាគតសម្រាប់ស្ត្រីនៅក្នុងសហគមន៍កំពង់សាមគ្គីនេះគឺលែងមានទៀតហើយស្ត្រីបាននាំគ្នាចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរខ្លួនឯងផ្លាស់ប្ដូរជីវភាពគ្រួសារដោយផ្ដល់និងទទួលស្គាល់សិទ្ធិនិងតួនាទីរបស់ខ្លួនសម្រាប់ការចូលរួមគ្រប់សកម្មភាពនៅក្នុងសហគមន៍ស្ត្រីបានចូលរួមក្នុងកិច្ចប្រជុំនានាដើម្បីស្វែងរកការទទួលស្គាល់និងយកចិត្តទុកដាក់ពីគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាក់ស្ដែងក្នុងអំឡុងពេលទាមទារដីព្រៃលិចទឹកសហគមន៍ដែលមានផ្ទៃក្រឡា72ហិកតាស្ត្រីហាក់ដូចជាមានភាពសកម្មជាងបុរសក្នុងការទាមទារដីព្រៃនោះត្រឡប់មកវិញទោះបីជាការទាមទារដីព្រៃនៅពេលនោះមានភាពចម្រូងចម្រាសនិងស្មុគស្មាញក៏ដោយកាលមុនខ្ញុំវាមានការភ័យខ្លាចពីមុនមកអត់ទៅហ៊ាននិយាយស្ដីអីទេតែទៅមកឡូវហ្នឹងខ្ញុំនិយាយថាអង្គការបានពាក់ព័ន្ធខ្ញុំបានទៅរៀនសូត្របានយល់ដឹងមកខ្ញុំមានការក្លាហានឃើញទេមានការក្លាហានឡើងដូចជាដីបិទដីយើងចិត្តតែ2ហិកតាបាត់បង់យើងហ៊ានតស៊ូពុះពៀដីនឹងបានមកវិញឃើញទេកាលពីមុនមកប្រឈមមុខដូចខ្ញុំនិយាយនាងខ្ញុំផ្ទាល់នាងខ្ញុំមិនមានហ៊ានបញ្ចេញមតិមានភាពខ្មាស់អៀនមានភាពភ័យខ្លាចពេលដែលដូចថាពេលនិយាយពេលចូលសិក្ខាសាលាអីគ្រូសួរអីខ្ញុំមានភាពខ្មាស់អៀនច្រើនហើយខ្លាចមិនហ៊ានបញ្ចេញមតិទេហើយពេលដែលខ្ញុំបានចូលសិក្ខាសាលាជាច្រើនវគ្គមកនាងខ្ញុំមានភាពក្លាហានហ៊ាននិយាយស្ដីពេលដែលគ្រូសួរអីខ្ញុំមានភាពក្លាហានអត់មានដូចពីមុនអញ្ចឹងណាចាកាលលើកមុនគាត់តែកាន់ក្បាលមេគ្រូខ្ញុំញ័រដៃញ័រជើងតែឥឡូវអត់ទេធម្មតាខ្ញុំមានអារម្មណ៍ថាធម្មតាយើងអត់មានភាពភ័យខ្លាចអញ្ចឹងណាខាងភូមិឃុំវិញពេលនាងខ្ញុំបានចុះផ្សព្វផ្សាយក្នុងសហគមន៍អញ្ចឹងនាងខ្ញុំបានទំនាក់ទំនងគាត់ទំនាក់ទំនងខាងភូមិខាងអីអញ្ចឹងឲ្យគាត់ជួយហៅប្រជាពលរដ្ឋចូលរួមប្រជុំហើយឲ្យគាត់ចូលរួមប្រជុំជាមួយពួកនាងខ្ញុំអញ្ចឹងហើយពេលគេប្រជុំដូចថាមួយឆ្នាំម្ដងគេលើកកម្រងណាគេលើកកម្រងដូចថាភូមិឃុំគេលើកកម្រងឲ្យយើងប្រជាជនយើងឆ្នើសុំម្ដងផ្លូវថ្នល់ឬមួយក៏ប្រគុណអនាម័យអីហ្នឹងខ្ញុំចូលរួមហើយខ្ញុំហ៊ានបញ្ចេញមតិអាចសុំគាត់អញ្ចឹងឡើងស្នើសុំអីអញ្ចឹងគាត់ពីខាងឃុំខ្ញុំហ្នឹងកាលឆ្នាំទៅមួយខ្ញុំសុំជាប្រគុណអនាម័យបច្ចុប្បន្នហ្នឹងគឺគាត់ថាមានការផ្លាស់ប្ដូរច្រើនចំពោះស្ត្រីគាត់មានសិទ្ធិចូលរួមមានសិទ្ធិអនុវត្តក្នុងសហគមន៍ដូចជាក្នុងសង្គមគ្រួសាររបស់គាត់បច្ចុប្បន្ននេះស្ត្រីយើងការយល់ដឹងច្រើនមានសិទ្ធិតវ៉ាសួរតំណែងតំណងតាមរយៈស្ត្រីជាភូមិឃុំដើម្បីយល់ដឹងស្វែងយល់អំពីសិទ្ធិរបស់គាត់យឺនអីហ្នឹងគាត់បានដឹងហើយគាត់បានយល់ហើយគាត់មានស្មារតីគាត់ដែលថាយើងផលឲ្យគាត់បានយល់គាត់ហ៊ានចេញមតិក្លាហានឡើងក៏មុនស្ត្រីយើងអត់មានហ៊ានក្លាហានទេស្ត្រីយើងមានការខ្លោបខ្លាចណាអត់ហ៊ានទេតែឥឡូវខ្ញុំឃើញមួយចំនួនគឺហ៊ានច្រើនស្ត្រីយើងគឺគាត់មានស្មារតីមានឆន្ទៈច្បាស់លាស់ណាស់ក្នុងការចូលរួមនេះណាគាត់ថែរក្សាដោយថែរក្សាក្នុងឆ្នាំងបាយរបស់គាត់ចឹងអញ្ចឹងខ្ញុំយល់ថាស្ត្រីយើងពីថ្ងៃនេះទៅអនាគតគឺគាត់មានការយល់ដឹងខ្ពស់ហើយគាត់ក៏ចូលរួមក្នុងការអភិវឌ្ឍនេះច្រើនកាន់តែច្រើនមែនទែនណាមិនដូចមុនទេពីព្រោះពីមុនគាត់អត់សូវហ៊ានលះបង់ពេលវេលាគាត់អត់សូវហ៊ានការចូលរួមតែឥឡូវនេះគាត់មានការផ្លាស់ប្ដូរច្រើនមែនទែនក្នុងការចូលរួម
នៅក្នុងវិស័យសេដ្ឋកិច្ចស្ត្រីនៅក្នុងសហគមន៍នេសាទកំពង់សាមគ្គីនេះបាននឹងកំពុងអភិវឌ្ឍខ្លួននិងគ្រួសារតាមរយៈការបង្កើតមុខរបរបន្ថែមពីលើមុខរបរដែលពួកគាត់មានស្រាប់ពួកគាត់ដាំបន្លែចិញ្ចឹមសត្វដេប៉ានិងលក់ដូរជាដើមក្រៅពីការផ្លាស់ប្ដូរលើផ្នែកជីវភាពស្ត្រីមួយចំនួនក្នុងសហគមន៍នេះក៏មានការផ្លាស់ប្ដូរតួនាទីនិងឋានៈនៅក្នុងសង្គមផងដែរស្ត្រីយើងមិននៅស្ងៀមមកកន្លែងទេដោយសារគាត់មានជីវភាពខ្វះខាតគាត់ចង់បានកើនទៅមកគាត់ខំលក់នំលក់អីចឹងតិចបន្តួចព្រោះសារទៅនេសាទបាន1គីឡូ2គីឡូចឹងឲ្យធ្វើជ្រៅប្រាំងកសិកម្មបាន2 3បាវចឹងដើម្បីទប់ទល់ជីវភាពជាពិសេសការងារបម្រើក្នុងសហគមន៍ខ្ញុំស្ត្រីក៏ធ្វើបានដូចបរិះដែរតែប៉ុណ្ណឹងខ្ញុំសប្បាយចិត្តគាត់មានជំនឿជឿជាក់ខ្លួនឯងថាពឹងខ្លួនទីពឹងខ្លួនគាត់ខំប្រឹងទាំងអស់គ្នាជីវភាពការផ្លាស់ប្ដូររបស់ពួកគាត់គឺគាត់មើលបោះដោយខ្លួនឯងដោយការចិញ្ចឹមសត្វនិងការដាំបន្លែរួមផ្សំនិងទីពិសេសគាត់ធ្វើស្រែចាហើយនឹងរបរផ្សេងគេឬថាលក់ដូរអីបន្តិចបន្តួចឬគាត់ទៅធ្វើការងារអីផ្សេងអញ្ចឹងផ្លាស់ប្ដូរសម្រត់របស់គាត់ដល់ផាពីមុនគាត់ធ្វើការងារនេះដល់ឥឡូវក៏មានការងារថ្មីដែលអាចជឿនលឿនគាត់ទៅធ្វើការងារនោះតែបានរីកចម្រើនណាឥឡូវគាត់មានការចូលរួមហើយគាត់ចេះរកវិធីសាស្ត្រដើម្បីកែច្នៃទៅលើមុខរបរធនធានដែលគាត់រកបានដែលអ្នកនេសាទរកបានហ្នឹងគឺគាត់បង្កើតមុខរបរមួយបន្ថែមទៀតណាមុខរបរមួយបន្ថែមដើម្បីគាត់គេហៅថាបន្ថែមនៅប្រាក់ចំណូលដើម្បីឲ្យកូនគុតគង់កូនគុតគង់គ្រួសាររបស់គាត់នឹងឲ្យបានរីកចម្រើនទៀតភាពរីកចម្រើនរបស់ស្ត្រីបានជំរុញឲ្យពួកគាត់មានឱកាសបានបញ្ជូនកូនទៅសាលារៀនពីមុនកូនរបស់ពួកគាត់ត្រូវជួយកិច្ចការពួកគាត់ស្ទើរតែទាំងស្រុងជាពិសេសក្នុងវិស័យសេដ្ឋកិច្ចមានន័យថាកូនត្រូវទៅរកក្តាមឬងាវជាដើមឬចេញទៅនេសាទជាមួយពួកគាត់ដើម្បីស្វែងរកផលិតផលសមុទ្រយកទៅលក់យកថវិកាដើម្បីទ្រទ្រង់ជីវភាពគ្រួសារខ្ញុំមានជីវភាពរៀងធូរធារជាងមុនចាកូនខ្ញុំក៏រៀនសូត្របានច្រើនកូនពីមុនមកកាលខ្ញុំអត់តាន់យល់ដឹងខ្ញុំថាកូនខ្ញុំរៀនឲ្យតែធំបន្តិចខ្ញុំជប់ឲ្យរៀនណាឲ្យវាធ្វើការដើម្បីជួយចិញ្ចឹមបងប្អូនតែឥឡូវពេលដែលខ្ញុំបានចូលសិក្ខាសាលាជាច្រើនវគ្គឲ្យខ្ញុំបានយល់ដឹងខ្លះយល់ដឹងបានច្រើនខ្ញុំគំនិតខ្ញុំអនាគតខ្ញុំចង់ឲ្យកូនខ្ញុំរៀនឲ្យបានចប់ទាំងអស់ចាហើយឲ្យវាមានការងារធ្វើទាំងអស់ម៉ែឪសុខចិត្តពិបាកព្រោះអីពីមុនមកយើងអត់បានយល់ដឹងអញ្ចឹងយើងថាកូនចៅរៀនតែមុំឲ្យមកជួយធ្វើការម៉ែឪអញ្ចឹងណាតែឥឡូវតាំងពីខ្ញុំរៀនសូត្របានច្រើនខ្ញុំដឹងជ្រៅជ្រះមកខ្ញុំជំរុញឲ្យកូនខ្ញុំទៅរៀនទាំងអស់គ្នាកូនខ្ញុំរៀនទាំងអស់អត់មានណានោះទេតែមួយនោះដាក់ចប់ថ្នាក់ទី12ហើយកូនហ្នឹងវាឈប់ឲ្យទៅចមុតហើយចង់ឲ្យទៅរៀនយកចំណេះដឹងទៅថ្ងៃក្រោយខ្ញុំអាចផ្ដល់លុយឲ្យពួកវាវិញខ្ញុំអាចដោះស្រាយជីវភាពនឹងបានឲ្យកូននឹងអាចផ្ដល់កិត្តិយសឲ្យកូនទៅថ្ងៃក្រោយកុមារតូចហ្នឹងរៀនឥឡូវរៀនវាកើនឡើងខ្លាំងកាលមុនកូនសិស្សអត់សូវទៅរៀនក្មេងៗច្រើនតែវាកិច្ចសាលាតែឥឡូវអត់កិច្ចទេឥឡូវវាដោយសារមានការយល់ដឹងពីម៉ែឪឪពុកម្ដាយទៅណែនាំទៅរៀនណាខ្ញុំសប្បាយចិត្តណាស់ពីព្រោះខ្ញុំបានទៅសាលារៀនខ្ញុំយល់ថាការទៅសាលារៀនខ្ញុំអាចមានចំណេះដឹងនៅពេលអនាគតហើយខ្ញុំយល់ថានៅពេលខ្ញុំធំឡើងខ្ញុំចង់ធ្វើជាអ្នកធ្វើការម្នាក់ពេលដែលខ្ញុំមិនតាន់ទៅរៀនខ្ញុំនៅផ្ទះមើលប្អូនព្រោះអីពុកខ្ញុំក៏ធ្វើការខាងនេសាទម៉ាក់ខ្ញុំក៏ធ្វើការកសិករខ្ញុំអរគុណគាត់ដែលគាត់មានបំណងឲ្យខ្ញុំចេះនៅវិជ្ជាគាត់ចង់ឲ្យខ្ញុំធំឡើងមានការយល់ដឹងចំពោះដូចគេឯងដែរហ៊ានទី3ឡាវត្តពងនងខ្ញុំបាយចិត្តបានទៅសាលារៀននៅមានចំណេះដឹងជាច្រើនទៀតក្រៅពីចំណេះដឹងទាំងនេះស្ត្រីនៅក្នុងសហគមន៍កំពង់សាមគ្គីបាននឹងកំពុងផ្ដល់ដល់ខ្លួនពួកគាត់នៅទូនីតិជាច្រើនដែលបម្រើឲ្យសហគមន៍ទាំងមូលពួកគាត់បានចូលរួមយ៉ាងសកម្មជាមួយគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងការថែរក្សាអភិរក្សនិងផ្សព្វផ្សាយអំពីធនធានធម្មជាតិជាពិសេសធនធានជលផលដែលមាននៅក្នុងសហគមន៍
សកម្មភាពអស់ទាំងនេះហើយដែលធ្វើឲ្យធនធានជលផលដូចជាត្រីប្រភេទវ៉ារីសត្វប្រភេទរុក្ខជាតិព្រៃលិចទឹកនិងវ៉ារីរុក្ខជាតិសម្បូរឡើងវិញបន្ទាប់ពីបានខ្សត់ខ្សោយមួយរយៈកាលកន្លងមកភាពសម្បូរធនធានជលផលឡើងវិញនេះធ្វើឲ្យជីវភាពរបស់ប្រជានេសាទនៅក្នុងសហគមន៍ទាំងមូលមានភាពល្អប្រសើរនិងធូរធារជាងមុនធនធានធម្មជាតិនៅក្នុងសមុទ្រហ្នឹងគឺថាវាកើនឡើងក៏មុនបកាបានកូនបកាល្អិតទេដល់ឥឡូវបកានិយាយទៅបកាលោកហាលឃើញគេហាលធំបកាឥឡូវឃើញគេធំមកចាប់សិតតែមីប៉ុណ្ណឹងក៏មុនថាកូនបកាមកទេដោយសារយើងការពារធនធាននឹងបានហើយយើងម្លាក់អាថ្មបមិត្តហើយយើងម្លាក់បោះបកគូលអភិរក្សមកមិត្តឥឡូវហ្នឹងវាកើនហើយត្រីក៏កើនឡើងបកាក៏កើនឡើងជីវភាពប្រជាជននៅក្នុងភូមិក៏វាកើនដែរព្រោះអីក៏មុនវានេសាទអត់ទៅបានទេចាយើងខ្ញុំទាំងអស់គ្នាហ្នឹងគឺថាការពារធនធានធម្មជាតិហ្នឹងដើម្បីឲ្យវាកើនឡើងទៅក្មេងចំនួនក្រោយកុំឲ្យបាត់បង់ព្រោះអីធនធានបើយើងមិនការពារត្រូវបាត់បង់ធម្មជាតិធនធានធម្មជាតិអស់ហើយយើងក៏នឹកឃើញថាឲ្យជួយថែរក្សាដាំបដោះកូនកង្កាងដាំបន្តឡើងវិញអញ្ចឹងចាឲ្យកុំឲ្យបាត់បង់តំបន់ឆ្នេររបស់យើងហ្នឹងពីមុនយើងអត់ដឹងថាគេមានមិនអីដល់យើងកើតកាលណាមកយើងដឹងតែមានព្រៃហ្នឹងអញ្ចឹងរហូតខ្ញុំក៏ខំដើរផ្សព្វផ្សាយប្រជាជនហ្នឹងនិយាយថានេះហើយយើងខំជួយថែរក្សាកុំឲ្យបាត់បង់ដីរបស់ប៉ុនយើងនេះជាឆ្នាំងបាយរបស់ប៉ុនយើងព្រោះអីយើងគ្មានស្រែភ្លឺគ្រប់គ្រាន់ទេឃើញទេធនធានធម្មជាតិហ្នឹងវាមានសារៈសំខាន់សម្រាប់ខ្ញុំសម្រាប់បងប្អូនទាំងអស់គ្នាមិនថាខ្ញុំទេចាដើម្បីតំបន់ឆ្នេរគឺការពារបានឲ្យបានគង់វង្សដូចគ្នាយើងមិនចង់ឲ្យបាត់បង់ព្រៃហ្នឹងតទៅមុខទៀតទេបើសិនជាថ្ងៃក្រោយមានជួបបញ្ហាអីគឺពួកខ្ញុំត្រូវមានការតស៊ូមតិហ្នឹងស្ត្រីគឺស្ត្រីសំខាន់ណាស់ស្ត្រីគឺជាមេដាពិភពលោកហើយយើងមើលការថែរក្សាការចូលរួមគឺស្ត្រីគឺគាត់យកចិត្តទុកដាក់ជាងបរិសុទ្ធទៀតអាហ្នឹងខ្ញុំនិយាយឲ្យចំហ្មងស្ត្រីយើងមានសារៈសំខាន់ណាស់ព្រោះគាត់ចូលចិត្តថ្នាក់ធ្នមគាត់ចូលចិត្តថែរក្សាគាត់ចូលចិត្តឲ្យតម្លៃណាចូលចិត្តឲ្យតម្លៃធនធានចូលចិត្តឲ្យតម្លៃក្នុងការចូលរួមអីគឺគាត់ខិតខំមែនទែនក្រោយពីយើងបានអប់រំនិងបើកវគ្គបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយអំពីការចូលរួមរបស់ស្ត្រីនៅក្នុងសហគមន៍នេសាទហ្នឹងដោយមានការគាំទ្រពីអង្គការដៃគូជាច្រើននៅតាមបណ្ដាសហគមន៍ហ្នឹងហើយជាក់ស្ដែងដូចនៅក្នុងសហគមន៍កំពង់សាមគ្គីអញ្ចឹងដោយមានខាងអង្គការ CWDCC គាត់បានផ្ចង់ផ្ដើមបណ្ដុះបណ្ដាលទៅគាត់មានការយល់ដឹងអំពីតួនាទីរបស់ស្ត្រីនៅក្នុងសហគមន៍នេសាទហ្នឹងបាទដល់អញ្ចឹងគាត់មានការចាប់អារម្មណ៍មានការចូលរួមឥឡូវនេះមានការចូលរួមប្រហែលពី40ទៅ60% ក្នុងសកម្មភាពនៃការគ្រប់គ្រងធនធានហ្នឹងហើយស្ត្រីឥឡូវនេះមិនត្រឹមតែប៉ុណ្ណឹងគឺនៅពេលដែលមានបទល្មើសចេញទៅល្បាតគឺស្ត្រីមានវត្តមាននៅក្នុងលើទូកចេញទៅល្បាតនៅក្នុងដែនសហគមន៍គាត់ដែរបាទអញ្ចឹងឃើញថាសកម្មភាពទាំងអស់នោះគឺស្ត្រីត្រូវបានយកចិត្តទុកដាក់ហើយគាត់បានចូលរួមយ៉ាងផុសផុលសកម្មភាពផលផុសទាំងនេះបានធ្វើឲ្យទិន្នផលសមុទ្រកើនឡើងផ្អែកតាមរបាយការណ៍ឆ្នាំ2012នៃសិក្ខាសាលាស្ដីពីការឆ្លុះបញ្ចាំងនិងបង្ហាញលទ្ធផលគម្រោងរយៈពេល3ឆ្នាំរបស់គម្រោងលើកកម្ពស់សន្តិសុខស្បៀងនិងសន្តិសុខសង្គមសម្រាប់គ្រួសារប្រជានេសាទនៅតំបន់ឆ្នេរគឺថាប្រជានេសាទអាចដាក់លបក្តាមបានជាមធ្យមពី5ទៅ7គីឡូបើប្រៀបធៀបទៅ3ឆ្នាំមុនគឺបានតែ2ទៅ3គីឡូតែប៉ុណ្ណោះដាក់មងត្រី3ឆ្នាំមុនបានជាមធ្យម5ទៅ10គីឡូបច្ចុប្បន្នពី10ទៅ20គីឡូរុញឈូចបង្គា3ឆ្នាំមុនបានជាមធ្យមចន្លោះ1ទៅ2គីឡូបច្ចុប្បន្នពី2ទៅ4គីឡូចំពោះការកាប់ព្រៃកោងកាងក៏លែងមានទៀតហើយដែរជាហេតុធ្វើឲ្យព្រៃមានការលូតលាស់ល្អជាងមុនពីកម្ពស់1ម៉ែត្រកន្លះទៅ5ម៉ែត្រឬ6ម៉ែត្រឥឡូវហ្នឹងបានដាំលូតលាស់បានមានអាធំអាទូចហ្នឹងបានល្អវិញខុសពីមុនណាកាលពីមុនមិនអញ្ចឹងទេរីឯបទល្មើសនេសាទក៏មានការថយចុះហើយប្រជាពលរដ្ឋប្រមាណ 80% មានការយល់ដឹងពីសារៈសំខាន់ធនធានជលផលនិងមានការចូលរួមការពារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិនៅក្នុងសហគមន៍តើទិសដៅនៅថ្ងៃអនាគតរបស់ខណ្ឌរដ្ឋបាលជលផលខេត្តកំពតមានយ៉ាងដូចម្តេចចំពោះសហគមន៍នេសាទកំពង់សាមគ្គីក្នុងការងារគ្រប់គ្រងធនធានជលផលរបស់ពួកគេជាទិសដៅរបស់ខណ្ឌ
គឺបានពង្រឹងសហគមន៍បន្ថែមទៀតពាក់ព័ន្ធទៅលើការងារគ្រប់គ្រងធនធានជលផលដូចជាការងារដាំព្រៃកោងកាងបណ្ដោះកូនកោងកាងហើយនឹងការបោះបង្គោលការពារព្រៃកោងកាងហ្នឹងនិងបោះបង្គោលអភិរក្សស្មៅសមុទ្រនៅក្នុងសហគមន៍នេសាទយ៉ាងហ្នឹងបាទហើយនឹងជំរុញឲ្យស្ត្រីមានការចូលរួមឲ្យបានកាន់តែច្រើននៅលើការងារគ្រប់គ្រងធនធានហ្នឹងដូចជាពាក់ព័ន្ធនឹងការងារទូទីរបស់ស្ត្រីហ្នឹងគាត់អាចធ្វើជាមគ្គទេសចរនៅក្នុងសហគមន៍ហ្នឹងបាទជាមគ្គទេសចរបាទយើងនឹងបណ្ដុះបណ្ដាលគាត់បន្តទៀតធ្វើម៉េចឲ្យបានស្ត្រីនឹងមានការយល់ដឹងច្រើនពាក់ព័ន្ធនឹងមគ្គទេសចរនាំភ្ញៀវថាធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវមកក្រុមស្ត្រីគាត់អាចបង្កើតជាកន្លែងលក់បាទកន្លែងលក់វត្ថុអនុស្សាវរីយ៍ក៏ជាស្ត្រីគាត់អាចបង្កើតជាភោជនីយដ្ឋាននៅក្នុងសហគមន៍នោះដើម្បីទទួលទេសចរកន្លងមកសហគមន៍នេសាទកំពង់សាមគ្គីបានអនុវត្តនៅការងារជាក់ស្ដែងជាច្រើនក្នុងការគ្រប់គ្រងនិងអភិរក្សធនធានជលផលដូចជាការផលិតផ្ទាំងប៉ាណូធំចំនួន2ផ្ទាំងស្ដីពីការប្រើប្រាស់ឧបករណ៍នេសាទនិងការកាប់បំផ្លាញព្រៃកោងកាងខុសច្បាប់ការបោះបង្គោលចំនួន25ដើមលើតំបន់ជីវៈចម្រុះនៅផ្ទៃដីដើម្បីធ្វើការការពារនិងអភិរក្សលើធនធានជីវៈចម្រុះជាពិសេសក្រុមដែលប្រឈមមុខនឹងការដាច់ពូជការរៀបចំតំបន់អភិរក្សព្រៃកោងកាង40ហិកតាក្នុងផ្ទៃដីកោងកាង72ហិកតាការបោះទីតាំងផ្ទាំងប៉ាណូចំនួន4ផ្ទាំងជុំវិញតំបន់ព្រៃអភិរក្ស40ហិកតាការសាងសង់ថ្នាលបណ្ដុះកូនកោងកាងបានចំនួន 13000 ដើមនិងការដាំកូនកោងកាងបន្ថែមចំនួន 5000 ដើមលើផ្ទៃដី4ហិកតាលើសពីនេះសហគមន៍នេសាទកំពង់សាមគ្គីបានសាងសង់ស្ពានដើរក្នុងព្រៃកោងកាងមួយខ្សែប្រវែង230ម៉ែត្រសាងសង់បង្គន់អនាម័យនិងរានហាលអង្គុយក្នុងព្រៃលើសពីនេះទៅទៀតដើម្បីឲ្យសហគមន៍នេសាទកំពង់សាមគ្គីទាំងមូលមានការផ្លាស់ប្ដូរយ៉ាងជាក់លាក់នោះគឺថាសហគមន៍បានរៀបចំផែនការនិងទិសដៅសម្រាប់ពេលអនាគតជាពិសេសគឺការបង្កើតរៀបចំអេកូទេសចរធម្មជាតិសហគមន៍ក្នុងនោះមានឆ្នេរខ្សាច់សម្រាប់មុជទឹកសមុទ្រកន្លែងស្ទូចត្រីផ្លូវជិះកង់កម្សាន្តអាហារដ្ឋានសម្រាប់ភ្ញៀវទេសចរនិងកន្លែងបដិសណ្ឋារកិច្ចនិងផ្ដល់ព័ត៌មានពីសេវាកម្មទេសចរដល់ភ្ញៀវជាដើមនេះគឺជាផែនការប្រកបដោយភាពច្នៃប្រឌិតខ្ពស់មួយរបស់ប្រជាសហគមន៍នេសាទកំពង់សាមគ្គី